ឥឡូវពួកយើងកំពុងតែដើរផ្សារតែទិញម្ហូបដើម្បីត្រៀមធ្វើហូបញ៉ាំជុំគ្នានៅពេលល្ងាចហើយខ្ញុំដើរផ្សារខោអាវឈុតប្រពៃណីខ្មែរនឹងអត់បានទាន់ផ្លាស់ទេជ្រុលថាបានពាក់ឲ្យពាក់អាណានៃពីព្រឹកទល់ល្ងាចមកដោយសារតែសមាជិកយើងច្រើនដើរផ្សារក៏មានគ្នាច្រើនដែរម្នាក់ទិញនេះម្នាក់ទិញនោះកុំឲ្យថាទិញអីវ៉ាន់អីចឹងណាជួយគ្នាមើលអីវ៉ាន់មួយណាខ្វះខាតអីចឹងទៅដល់ពួកខ្ញុំឲ្យតែទៅផ្សារជុំគ្នាតែងតែហៅមិត្តភ័ក្តិប្រុសទៅជាមួយគ្នាម្នាក់ឬក៏ពីរនាក់ឲ្យដើម្បីជួយលើកអីវ៉ាន់ដោយសារតែគ្នាច្រើនអីវ៉ាន់ធ្ងន់មែនទែនដោយសារតែយើងធ្វើម្ហូបបែបខ្មែរអញ្ចឹងយើងពិបាករកទិញគ្រឿងខ្មែរណាយើងចេះតែច្នៃប្រឌិតអីអញ្ចឹងពីម៉ាត់មួយទៅម៉ាត់មួយអីវ៉ាន់ឬក៏គ្រឿងក្រៅអីអត់សូវគ្រប់ក៏យើងទៅម៉ាត់ផ្សេងអីអញ្ចឹងទៅនៅអ៊ីស្តង់ប៊ូសម្បូរផ្សារអាស៊ីដែរផ្សារចិនផ្សារអីអញ្ចឹងទៅហើយផ្សារមិញគ្នាយើងមកក្រុមបានដើរផ្សាររួចអស់ហើយដល់ថ្ងៃនេះគឺដល់វេនពួកខ្ញុំម្ដងដើរផ្សារបែបទូរគីវិញម្ដងហើយមើលតែអីវ៉ាន់គ្រឿងក្រៅពួកខ្ញុំទិញទៅដឹងហើយគ្នាច្រើនមែនទេសិតតែយកវ៉ាលីមកដាក់អញ្ចឹងណានិយាយពីសាច់មាន់វិញ10ក្បាលហើយគ្រឿងប្រហិតវិញនឹងមិនចេះទិញក្នុងវីដេអូដើរផ្សារនេះបងប្អូនច្បាស់ជាទីអត់ត្រូវទេថាពួកខ្ញុំនឹងធ្វើម្ហូបអីហូបញ៉ាំជុំគ្នានៅល្ងាចម្ហូបដែលនឹកស្មានមកដល់ពួកខ្ញុំនាំគ្នាធ្វើបាញ់ឆាវចាក់បាញ់ឆាវនៅទូរគីអត់មានសកៃដងលាបខ្លាញ់លើខ្ទះទេមានតែមធ្យោបាយមួយយកគល់ស្លឹកខ្ទឹមយកមកលាបនឹងឯងឲ្យតែបានបាញ់ឆាវហូបញ៉ាំជុំគ្នាមិនបាច់ខ្វល់ទេពួកខ្ញុំហ្នឹងអ្នកចាក់បាញ់ឆាវហ្នឹងឡើងរយដៃអស់ហើយចាក់ចង់តន់ទេដោយសារតែគ្នាយើងច្រើនពេកផ្ទះយើងនឹងមានតតែពីរហើយអីក៏បញ្ចាក់ដោយសារតែចក្រានយើងទុកធ្វើម្ហូបផ្សេងអីចឹងតតែពេលចឹងទៅចាក់បញ្ចាក់អត់តន់ណាសមាជិកយើងគ្នាច្រើនហើយណាមួយមកផ្ទះអស់មានអីចាក់រួចយកលាក់បដ ாய் ពួកខ្ញុំចាក់បញ្ចាក់រមងតបានមកផ្ទះហើយយកទៅលាក់ទៀតហើយពួកខ្ញុំសិតតែមានអ្នកខ្លំមើលទៀតណាគេហ៊ានលូកនឹងត្រូវហ្មងអង្គុយ voice over ហើយនិយាយពីថាចាប់ដើមcleanបញ្ចាក់ម្ដងទៀតឥឡូវមកចូលមកមើលមេនុយទី2យើងវិញម្ដងតែស្ងោរនំបញ្ចុកហើយនិយាយពីថានំបញ្ចុកនឹងមិនចេះតិចកញ្ចប់ទេស្ងោរយូរមែនតើហ្មងណាអ្នកចាក់បញ្ឆាវក៏នៅតែចាក់បញ្ឆាវអ្នកហើយបាននិយាយពីអ្នកចាប់ច្បាយនំបញ្ចុកវិញវេទនាខ្លាំងហ្មងដោយសារតែនំបញ្ចុកយើងនៅនេះខ្លីៗអត់ដូចនៅខ្មែរទេដោយសារតែយើងបែបនំបញ្ចុកយើងសម្ងួតទិញជីកញ្ចប់មកស្រាប់នំបញ្ចុករបស់យើងហែមុនគេមួយផ្លេតបាន2 3ចានដងធំហ្មងបាននិយាយពីបញ្ឆាវវិញចាក់លើកដំបូងហ្នឹងនាំគ្នាភ្លក់នឹងចង់អស់ហើយតែពេលយើងទៅអត់មានបញ្ឆាវទុកថតមើលទេចាក់មិនទាន់មកយើងចាក់មកប្រទេសឲ្យភ្លក់មិនត្រូវរសជាតិស្ទើរនោះចាក់មួយទៀតក៏ភ្លក់ទៀតអីអញ្ចឹងណាហើយសំខាន់ទាំងយើងទាំងគេទាំងអ្នកចាក់ទាំងអ្នកឈរមើលចង់តែភ្លក់នឹងឯងឥឡូវពួកយើងក៏សម្រេចចិត្តថាហូបនំបញ្ចុកមុនទៅបាច់ចាំបញ្ឆាវទេបញ្ឆាវយើងតាមក្រោយអីចឹងណាតាំងកប៉ាទៅពួកយើងចង់ធ្វើនំបញ្ចុកហ្នឹងសឡខ្មែរយើងទេប៉ុន្តែអត់មានគ្រឿងសោះហ្មងក៏ធ្វើបែបជាសឡការីហ្មងទៅសំខាន់សឡការីយើងអត់គ្រប់គ្នាទៀតអ្នកមកមុនបានទឹកហត់មុនណាអ្នកមកក្រោយបានតកាក់សតហ្មងណាហើយខ្ញុំបានតកាក់ក៏បានដែរមិនខ្វល់ទេសំខាន់ឲ្យតែបានពាក្យថាបាននំបញ្ចុកហូបចឹងណាបានហូបនំបញ្ចុកជុំគ្នានិយាយពីថាសប្បាយខ្លាំងមែនទែនហ្មងណាសំខាន់លើកទី1ទៀតពួកយើងបានជួបជុំគ្នាជាលើកដំបូងហើយបានមុខម្ហូបឆ្ងាញ់មុខម្ហូបខ្មែរអារម្មណ៍ថាដូចពួកយើងនៅជាមួយនឹងបងប្អូនខ្មែរក្រុមគ្រួសារខ្មែរនៅប្រទេសខ្មែរយើងអញ្ចឹងហើយខ្ញុំនេះនឹងគិតថានំបញ្ចុកមានច្រើនដែរក៏ឈរថតវីដេអូអីចឹងណាសម្រាប់អ្នកដែល clean ខ្លាំងនឹងបានហូបមុនគេទៅចោះតែទៅវិញទៅមកសល់តែនំបញ្ចុកនិយាយពីសាឡវិញអស់ទឹកអាលីងហ្មងណាអស់ទឹកសាឡក៏អស់ទៅសំខាន់ដាក់សាច់មាន់ឲ្យខ្ញុំឲ្យបានច្រើនមកហើយខ្ញុំនេះ zoom ទៅអ្នកដាក់លបោយដាក់នំបញ្ចុកដួសទឹកសាឡឲ្យតែនិយាយពីថាមុខម្នាក់ស្អាតសាហាវហ្មងណាហើយនិយាយពីយីប៉ែនេះអង្គុយឡើងតំណងហ្មងនិយាយពីថាអ្នកដួសនំបញ្ចុកនឹងដួសសាឡមានចង់តន់ណាលក់ទឹកសាឡដាច់អើយដាច់សម្រាប់ក៏ភ្ញៀវអតិថិជននេះហើយឈរចាំនឹងចុកជើងអស់ហើយកាន់ចានឈរចាំមុខទ្វារហ្មងណាកាន់ចានហ្នឹងមិនអត់តន់បានញ៉ាំទេណាញ៉ាំរួចហើយប៉ុន្តែញ៉ាំអត់ឆ្អែតនេះហ្មងខាងប្រុសនេះមួយចាន2ចានអីក៏អត់ទប់ពោះដែរពួកគាត់ទៅតែ5ចានឡើងឲ្យពួកគាត់ញ៉ាំមិនឆ្អែតបើចាននឹងបញ្ចុកហើយនឹងចានបញ្ឆាវនឹងប៉ិនចានដាក់ទឹកត្រី